ដើមបន្តទៀតដែលតាក់ទងជាមួយនឹង delete យើងបានធ្វើ insert select ហើយយើងនៅdelete edit update គឺនៅពីរទៀតព្រោះថ្ងៃនេះយើងធ្វើវីដេអូនេះយើងធ្វើតាក់ទងជាមួយនឹង delete អញ្ចឹងយើងចូលមកកាន់ form បន្ទាប់មកយើងដាក់ td មួយមកហើយយើងដាក់ tag a យើងដាក់នេះមក access file access 1នេះបន្តមកទៀតយើងឃើញថាវា AI វា alert ឲ្យខ្ញុំហីអូខេចាំខ្ញុំបញ្យល់អ្នកគ្នាអ្នកទាំងគ្នាដំបងអ្នកទាំងគ្នាទៅសេមកអញ្ចឹងមានន័យថាយើងបានដាក់សញ្ញាសួរប៉ុណ្នេះចាំខ្ញុំបញ្យល់អ្នកគ្នាតាមក្រោយអញ្ចឹងអ្នកគ្នាធ្វើប៉ុណ្ណឹងសិនមកបន្ទាប់ពីធ្វើប៉ុណ្ណឹងហើយអ្នកទាំងគ្នាចូលមក file access 1នៅក្នុងនេះអ្នកទាំងគ្នាដាក់មកដាក់ថា delete អញ្ចឹងទៅបន្តមកទៀតឃើញថាវាមកអស់ហើយ reset $get id វាមកអស់ហើយសេមកទៅអូខេពីបន្ទាប់ពីបានប៉ុណ្្នឹងហើយអ្នកទាំងគ្នាទៅសេមកហើយខ្ញុំបញ្យល់អ្នកគ្នាតាមក្រោយតាក់ទងជាមួយនឹងការធ្វើ delete អញ្ចឹងប៉ុណ្្នេះគឺជាកន្លែងសម្រាប់យើង delete ហើយក្នុង form នេះគឺយើងបានបន្ថែមប៉ុណ្្នេះអញ្ចឹងមានន័យថាម៉េចមានន័យថានេះ asset នេះខ្ញុំដូចបានបញ្យល់ហើយមានន័យថានៅពេលយើងចុចទៅលើនេះ id នេះអញ្ចឹងយើងចុចអាហ្នឹងកន្លែងណាអាហ្នឹងគឺកន្លែងនេះid ស្មើប៉ុណ្ណឹងប៉ុណ្ណឹងមានន័យថាយើងបានចុចទៅលើ tag a ដែល id វាស្មើនឹង row ដែលយើងបាន select ឧទាហរណ៍យើងបានបន្ថែមមកប៉ុណ្ណឹងហើយយើងមើល browser របស់យើងនេះឃើញទេឃើញវាមាន delete អញ្ចឹងមានន័យថាយើងខុសនេះតិចអូខេអញ្ចឹងមានន័យថា4 data ហ្នឹងគឺវាមាន button delete ទាំង4ដោយសារតែយើងដាក់ក្នុង val បន្តមកទៀតមានន័យថានៅពេលដែលយើងចុចទៅលើវាមានន័យថានេះ data ទាំង4នេះមានន័យថាយើងចុចទៅលើវាមានន័យថានេះឃើញយើងពេលយើងចាំអ្នកនរគ្នាចាំមើលកន្លែងនេះនេះចាំមើលកន្លែងហ្នឹងឃើញហើយវាដាក់ id ស្មើ4អានេះ id ស្មើ3 id ស្មើ1 id អានេះ2អានេះ1ឃើញទេអញ្ចឹងមានន័យថាវាចាប់យកវាចាប់យក id ចេញពីអីចេញពីអានេះdata ក្នុង100របស់យើងគឺនេះចាប់យកនេះ id នេះចាប់យកអាហ្នឹងវាចាប់យកអាហ្នឹងអញ្ចឹងមានថាវាឃើញថាវាចាប់យកបានហើយអញ្ចឹងមានថាបើសិនជាយើងចុច delete បាច់អញ្ចឹងមានថាយើងឲ្យលុប data ដែល id ស្មើ4តើនេះ id ស្មើ4នេះអញ្ចឹងមានថាយើង hover កាត់លើវាអញ្ចឹងមានថាយើងចាប់បានហើយបន្តមកទៀតដូចថាពេលយើងចុចបាច់អញ្ចឹងទៅវាចាប់ផ្ដើមធ្វើការវាចូលមក file access 1ដែលយើងបានដាក់នេះប៉ុណ្ណឹងនេះអញ្ចឹងហើយមានន័យថាពេលយើងចុចទៅលើ asset get id ហ្នឹងមានន័យថាវាចាប់យក id ពីនេះ id ស្មើនេះ id នេះមានន័យថា id នឹងស្មើប៉ុន្មានមានន័យថាអានេះវាចាប់យកប៉ុណ្្នឹងដែរបើយើងចាប់យកបាន1អានេះស្មើ1អញ្ចឹងមានន័យថាយើងបានបង្កើត variable មួយស្មើទៅនឹងអ្វីដែលយើងចុចមានចុចចំ id លេខប៉ុន្មានអញ្ចឹងមានន័យថាយើងចាប់ផ្ដើមសរសេរ SQL យើងសរសេរប៉ុណ្ណឹងមកបន្តមកទៀតវាចាប់ផ្ដើមធ្វើការដែលថាពេលយើងចុចបាច់ចំ id លេខ1អញ្ចឹងមានថា variable នេះវាផ្ទុក id លេខ1អញ្ចឹងមានន័យថា id នៅអានេះនៅក្នុង database របស់យើងនេះវាស្មើអ្វីដែលយើងបានចុចតើណាត់វាស្មើអ្វីដែលយើងបានចុចគឺវាចាប់ផ្ដើម delete តើណាត់នេះវាចាប់ផ្ដើម delete
វាចាប់តាម run វាចាប់តាម delete ហើយអញ្ចឹងបើសិនជាវា delete successful យើងឲ្យវា redirect ទៅកាន់ file form 1ដូចយើងបានបញ្យល់ឥឡូវពេលយើងចុច submit អញ្ចឹងនេះអញ្ចឹងបើសិនជាវា delete មានន័យថាបើសិនជាយើង delete អត់បានទេវាចូល not delete ទេអញ្ចឹងយើងចូលទៅកាន់ browser របស់យើង refresh ឥឡូវយើងសូម add time ទៀតចុះខ្ញុំដាក់ចឹងទៅ submit ឃើញថាវាមក5ហើយឃើញទេមក5យើង hover id លេខ5 id លេខ4 id លេខ3ចឹងទៅអញ្ចឹងវាមាន5ហ្នឹងអញ្ចឹងយើងចង់ delete មួយចេញយើងចុចណាបាច់ឃើញទេឃើញវា delete id លេខ5ហ៎នៅលើនេះ interface នេះតោះណាអញ្ចឹងយើងចូលទៅក្នុង database របស់យើង refresh វាបាត់ហើយតានេះឃើញថាមានតែ4នេះអញ្ចឹងថាយើងលុបមួយទៀតចេញលុប PHP ពងយើងចូលទៅមើលនេះ refresh មកឃើញសល់តែ3ហ៎អញ្ចឹងមានន័យថាយើង delete បានជោគជ័យហើយប៉ុន្តែអ្នកនរគ្នាត្រូវយល់អ្វីដែលខ្ញុំបានបញ្យល់តាក់ទងទៅនឹងការធ្វើការរបស់វានេះបងពីច្រើនក៏អត់សូវយល់លក្ខណៈថាបងគឺបងប្អូនដែលគាត់ទៅចាប់ដើមគាត់រៀងអត់សូវយល់កន្លែងនេះអញ្ចឹងណាអញ្ចឹងកន្លែងនេះវាដូចជា parameter អញ្ចឹង parameter អញ្ចឹងមានន័យថាយើងឲ្យវាស្មើនឹង id post data មួយដែលយើងបាន fetch ចេញពី database តើណាដល់ពេលយើង fetch បានហើយមានន័យថាប៉ុណ្ណឹងយើងចុចទៅលើអាហ្នឹងបាច់ចុចទៅលើប៊ូតុន delete ហ្នឹងបាច់មានន័យថាវាបានចាប់យកអា id ដែលយើងបានចុចមានន័យថាចាប់យកអា id នេះ id តាម row នីមួយៗនេះអញ្ចឹងគឺថាយើងចុចទៅលើ row មាន id លេខ3ចាំមានន័យថាវាលុប id លេខ3តាមរយៈពេលយើងចុចវាបោះ id ហ្នឹងហើយ variable នេះវាផ្ទុកនៅ id ដែលយើងបានចុចហើយបើសិនជាវាស្មើទៅនឹង id ដែលយើង id ក្នុង database របស់យើងបើសិនយើងចុចទៅវាស្មើគ្នាមានន័យថាឲ្យវា delete អញ្ចឹងកាលណាវា delete successful គឺវាលុបហើយវាលុប photo ហើយយើងចុចមួយទៀតមកឃើញទេយើងចូលទៅមើលឃើញថាបាត់ហើយប៉ុន្តែបើសិនជាយើងចង់លុបតែនៅលើ interface យើងឲ្យលុបនៅក្នុងនេះនៅក្នុង database អញ្ចឹងនៅក្នុងនេះគឺយើងត្រូវ time field មួយទៀតតើនេះយើងត្រូវ time field មួយទៀតយើងឥឡូវខ្ញុំសូមកាត់វីដេអូនឹងជា2កុំឲ្យវាវែងពេកអញ្ចឹងចាំវីដេអូមួយទៀតចាំអ្នកនរចូលទៅមើលទៅអញ្ចឹងក្នុងវីដេអូនេះខ្ញុំធ្វើតែប៉ុណ្្នឹងទេកុំឲ្យវាយូរពេកអញ្ចឹងណាអូខេអរគុណច្រើនអ្នកនរ